ដើម្បីបង្កើតជីវិតដែលមានសុខភាពល្អនិងសុវត្ថិភាពសម្រាប់មនុស្សជាតិទាំងអស់អគ្គនាយិកាសង្កេចានៃអង្គការមូលនិធិវិលយូអន្តរជាតិបាននឹងកំពុងបន្តអនុវត្តចលនា Clean World អគ្គនាយិកាបានធ្វើសកម្មភាពបរិស្ថានផ្សេងៗដូចជាការប្រមូលសំរាមការដាំដើមឈើការកែប្រែដីឲ្យមានជីជាតិយុទ្ធនាការការពារបរិស្ថាននិងសិក្ខាសាលាផ្សេងៗជាដើមមួយក្នុងចំណោមសកម្មភាពទាំងនោះគឺជាការលើកបំបាត់រុក្ខជាតិដែលបង្កគ្រោះថ្នាក់ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីសមាជិក VW បានជួបជុំគ្នាដើម្បីការពារប្រភេទរុក្ខជាតិដើមក្នុងតំបន់និងកម្ចាត់ប្រភេទពូជរុក្ខជាតិរាតត្បាតដែលអាចបំផ្លាញដល់បរិស្ថានមានរុក្ខជាតិដែលបង្កគ្រោះថ្នាក់នៅជុំវិញអាងស្តុកទឹកពួកវាបង្កគ្រោះថ្នាក់ដល់រុក្ខជាតិដើមក្នុងតំបន់ហើយរារាំងការលូតលាស់របស់រុក្ខជាតិផ្សេងទៀតផងដែររុក្ខជាតិដែលបង្កគ្រោះថ្នាក់មិនត្រឹមតែគំរាមកំហែងដល់ការលូតលាស់របស់រុក្ខជាតិដើមក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែក៏បំផ្លាញប្រព័ន្ធអេកូឡូស៊ីផងដែរសមាជិកជាង 2000 នាក់បានបែងចែកជាក្រុមដើម្បីដករុក្ខជាតិដែលបង្កគ្រោះថ្នាក់ដែលដុះរាយប៉ាយតាមបណ្ដោយវាលស្មៅនិងផ្លូវដើរតាមមាត់ទន្លេដោយដែលបានឃើញអញ្ចឹងមានរុក្ខជាតិដែលបង្កគ្រោះថ្នាក់ជាច្រើនយើងកំពុងធ្វើអភិសមត្ថភាពដើម្បីធ្វើឲ្យទន្លេឋានឆនបានស្រស់ស្អាតដោយងាយនឹងដុះរុក្ខជាតិទាំងនេះរារាំងរុក្ខជាតិល្អផ្សេងទៀតមិនអាចលូតលាស់ខ្ញុំលើកថាយើងនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបើយើងប៉ះវាដូច្នេះយើងកំពុងពាក់ស្រោមដៃកស៊ូដើម្បីការពារហើយទោះជាអាកាសធាតុក្តៅនៅកំពះអាទិត្យដ៏ក្តៅហែងក៏ដោយក៏សមាជិកកំពុងស្វែងរកគ្រប់សពកន្លែងដើម្បីកម្ចាត់រុក្ខជាតិគ្រោះថ្នាក់ចេញដោយសារជាកិច្ចការដែលទាមទារកម្លាំងកាយនិងពេលវេលាច្រើនគន្លឹះសំខាន់នោះគឺត្រូវដកឫសនិងដើមចេញទាំងអស់ទៅតាមលក្ខណៈរបស់រុក្ខជាតិដែលបង្កគ្រោះថ្នាក់ចាប់វាទាំងអស់មកហើយបង្វិលបន្តិចបន្ទាប់មកអង្រួនឡើងហើយទាញវាចេញមកការសម្អាតបរិស្ថានបានក្លាយជាពេលវេលាដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តសេចក្តីស្រឡាញ់ចំពោះធម្មជាតិនិងការយល់ដឹងពីតម្លៃនៃការរស់នៅជាមួយគ្នាបានធ្វើកិច្ចការល្អដើម្បីបរិស្ថានរបស់សហគមន៍យើងបែបនេះឲ្យខ្ញុំហត់យ៉ាងមិនកើតជារឿងគួរឲ្យរីករាយណាស់នេះជារឿងដែលគួរឲ្យរីករាយនិងមានន័យណាស់ក្នុងការធ្វើអំពើល្អជាមួយគ្នាដូចជាការជំរះស្មៅទាំងនេះជាដើមខ្ញុំសង្ឃឹមថាសង្កាត់នេះនឹងស្អាតហើយមានផាសុកភាពក្នុងការរស់នៅអគ្គនាយិកាសង្កេចាធ្វើកិច្ចការក្នុងការបង្កើតពិភពលោកដ៏ស្រស់ស្អាតដើម្បីឲ្យគ្រប់គ្នាអាចរស់នៅក្នុងជីវិតដ៏មានសុភមង្គលនិងបរិយាកាសផាសុកភាពអង្គការមូលនិធិ VW អន្តរជាតិនឹងខិតខំប្រឹងប្រែងឥតឈប់ឈរសម្រាប់ការអភិរក្សបរិស្ថាន